សួស្តីអ្នកទាំងអស់គ្នាខ្ញុំបាទស្មី Demon ឥឡូវនេះក៏ជាវគ្គបញ្ចប់នៅក្នុង Season 1របស់យើងតែគឺកុំឲ្យខាតពេកចូលរឿងរបស់យើងតែម្ដងទៅបន្តពីគាត់បានចាប់ការទៅកាន់ចំពោះត្រីឆ្លាមមួយនោះរួចហើយគាត់ក៏បានស្រុបយកជាមួយនឹងអំណាចរបស់វាដោយអំណាចត្រីឆ្លាមហ្នឹងគឺត្រូវបានគេហៅថាអំណាចនៃឃាតករមើលទៅគេទទួលបានជាមួយនឹងសមត្ថភាពមួយទៀតហើយប៉ុន្តែគាត់ក៏បានរងរបួសដោយសារតែត្រីឆ្លាមមួយនោះផងដែរស្រាប់តែកញ្ញាម្នាក់នេះក៏បានបីចំពោះយ៉ាងស៊ីរបស់យើងគឺយកទៅព្យាបាលព្រោះថាមើលតែអបិហ្នឹងគឺរងរបួសបាត់ទៅហើយប៉ុន្តែនេះគឺគ្រាន់តែជាការសម្ដែងរបស់គាត់តែប៉ុណ្ណោះសម្បីតែលោកឈៀនគឺបានដឹងអំពីរឿងនេះបាត់ហើយយ៉ាងណាក៏ដោយអ្នកគ្រាន់តែបន្តចំពោះការសម្ដែងមួយនេះទៅយ៉ាងស៊ីក៏នៅតែឆ្ងល់ផងដែរតើពីណាគេគឺចង់សាកល្បងជាមួយនឹងខ្លួនទៅអំពីរឿងនេះគាត់ក៏មិនសូវដឹងច្បាស់ផងដែរប្រហែលវាអាចតេតឹងជាមួយនឹងពាណិជ្ជកម្មមួយផ្សេងទៀតឬក៏វាតេតឹងជាមួយនឹងអ្នកដែលនៅក្នុងសមុទ្រទាំង4មួយនេះគាត់គឺបានរៀបរាប់ជាច្រើនប្រតិកម្មចំពោះយ៉ាងស៊ីរបស់យើងប៉ុន្តែខ្ញុំនិយាយតែមួយម៉ាត់ពិតជាខ្ជិលខ្លាំងពេកអញ្ចឹងទៅណានៅពេលដែលយ៉ាងស៊ីជាមួយនឹងហ្វៃកំពុងតែដេកលេងនឹងស្រាប់តែហ្វៃក៏អាចភ្ជាប់ជាមួយនឹងមនុស្សដែលនៅក្នុងពណ៌ខៀវម្ដងទៀតហើយព្រោះថាឥឡូវនេះនាងគឺអាចមើលកាន់តែច្បាស់ជាងមុនទៅទៀតហើយក៏ឲ្យចំពោះយ៉ាងស៊ីរបស់យើងគឺមើលជាមួយនឹងការចងចាំមួយនោះគាត់ក៏បានឃើញជាមួយនឹងនរណាម្នាក់ផងដែរគឺកំពុងតែចាក់ជាមួយនឹងទឹកថ្នាំពណ៌ខៀវដាក់ឲ្យទៅកាន់ចំពោះក្មេងៗគឺបានផឹកជាមួយនឹងទឹកថ្នាំមួយនោះវាក៏បានធ្វើឲ្យចំពោះយ៉ាងស៊ីរបស់យើងគឺកំពុងតែមានការសង្ស័យគឺកាន់តែខ្លាំងហើយមើលទៅមនុស្សដែលបានធ្វើរឿងនោះគឺជាពីណាគេហើយជាពិសេសបានធ្វើបាបចំពោះក្មេងៗទាំងអស់នោះឲ្យផឹកជាមួយនឹងទឹកថ្នាំវ័យមួយស្រាប់តែយើងក៏បានឃើញជាមួយនឹងកញ្ញាដ៏ស្រស់ស្អាតនាងជាប់បញ្ជីលេខ10នៅក្នុងសមុទ្រទាំង4ដោយកញ្ញានឹងដូចជាមានឈ្មោះថាជីម៉ានាងគឺបានមកលេងជាមួយនឹងប្រុសក្មេងរបស់នាងប៉ុន្តែយើងបានលើជាមួយអាណាម្នាក់គឺចង់ជួបជាមួយនឹងនាងការពិតទៅអាណាដែលចង់ជួបជាមួយនឹងនាងគឺចាប៉េះជីនឹងហើយវាគឺមើលទីនេះដើម្បីរាយការណ៍ប្រតិកម្មចំពោះកញ្ញាម្នាក់នឹងព្រោះថាអង្គការវិនិច្ឆ័យគឺបានមើលទីនេះផងដែរគេគ្រាន់តែប្រាំពីបរមន់ថាគឺជាអ្នកខ្លាំងដូច្នេះគឺចង់ឲ្យកញ្ញាជីម៉ាមានការប្រុងប្រយ័ត្នប៉ុន្តែកញ្ញាម្នាក់នឹងគឺពិតជាល្មោប្រុសជាខ្លាំងប៉ុន្តែបើសិនជានិយាយអាចថាត្រង់នឹងឬលួយពិតជាសំទោសប៉ុន្តែវាពិតជាអញ្ចឹងមែនគ្រាន់តែដឹងថាបរមន់នឹងគឺពិតជាខ្លាំងនេះគឺពិតជាចោរំជាខ្លាំងហើយនាងក៏ចង់ជួបជាមួយនឹងបរមន់ផងដែរបន្តពីនាងបានមកវិញនាងបានឃើញជាមួយនឹងប្រុសស្នេហ៍របស់នាងត្រូវបានគុណដឹងរបស់នាងគឺសម្លាប់ចោលបាត់ទៅហើយដល់បែបហ្នឹងគឺជាអ្នកលេងដាវផ្កាកុលាបដោយវាគឺកំពុងតែមានការប្រច័ណ្ឌទៅកាន់គុណដឹងរបស់វាមួយថ្ងៃលួចមានតែប្រុសឥឡូវនេះនាងក៏បានជាប់ប្រកាន់ចំពោះបរិះមន់យើងផងដែរថាក៏ជាប្រុសស្នេហ៍របស់នាងផងដែរឲ្យតែនាងខទៅកាន់ចំពោះបរិះមន់ដឹងតែបែបហ្នឹងដឹងតែមិនរួចខ្លួនឡើយការនិយាយដូច្នោះគឺកាន់តែធ្វើឲ្យចំពោះអ្វីហ្នឹងគឺកាន់តែខឹងជាងមុនតែម្ដងមិនទេឲ្យចាំមើលអាចសម្លាប់ទៅកាន់ចំពោះប្រុសស្នេហ៍របស់នាងឯងងាប់ទាំងអស់តែម្ដងស្រាប់តែនៅពេលនោះយ៉ាងស៊ីរបស់យើងដើរចេញមកក្រៅបានឃើញជាមួយនឹងនាវាអ្វីមួយគឺបានមើលការប៉ັດទៅនៅគឺជានាវាចោលសមុទ្រដោយពណ៌ដៃទាំងអស់នោះមានជាមួយនឹងមេដឹកនាំម្នាក់ដែលមានជាមួយនឹងសមត្ថភាពកម្រិតអេរ៉េងហើយក៏មានសមត្ថភាពអេរ៉េង3នាក់ផងដែរដែលនៅទីនោះមើលទៅពួកគេមើលទៅគឺប្រហែលគឺចង់មកវាយប្រហារទៅកាន់ចំពោះគ្រួសារឈៀនហើយបន្តមកយ៉ាងស៊ីរបស់យើងក៏បានប្រតិកម្មពួកគេទាំងអស់គ្នាតាមម្ដងទៅព្រោះថាលើនេះខ្លួននឹងទៅជួយទប់ទល់ទៅកាន់ពួកគេទាំងអស់នោះប៉ុន្តែក៏ឃើញថាកញ្ញាម្នាក់នេះក៏មានការបារម្ភពីយ៉ាងស៊ីរបស់យើងផងដែរដោយសារតែឃើញថាគាត់ដូចជារងរបួសប៉ុន្តែយ៉ាងស៊ីរបស់យើងមិនខ្វល់នោះទេព្រោះថាចំណីដល់មាត់គាត់បាត់ទៅហើយគឺសម្ដៅទៅដល់សមត្ថភាពពិសេសពណ៌ដៃទាំងអស់នោះហើយចាំមើលតាញ់បានស្រុបយកទាំងអស់តែម្ដងសម្លេងប្រកាសសាន់ក៏បានឃើញផងដែរថាអំពីការវិលុករបស់ចោលសមុទ្រទាំងអស់នោះដោយចំពោះមេខ្លោងរបស់វាគឺបាននិយាយថាពណ៌ដៃត្រៀមខ្លួនវាចាប់ដើមប្លន់ទៅកាន់ចំពោះគ្រួសារឈៀនឃើញជាមួយនឹងកូនចៅរបស់វាជាច្រើនតែម្ដងគឺដើម្បីទៅប្លន់ចំពោះគ្រួសារឈៀនដើម្បីយកមាសនិងទ្រព្យសម្បត្តិជាច្រើនប៉ុន្តែយើងបានឃើញជាមួយល្បឿនដ៏លឿនរបស់យ៉ាងស៊ីរបស់យើងទៅទីនោះយើងក៏បានឃើញជាមួយនឹងកញ្ញាកញ្ជ្រោងព្រោះថាកញ្ញានឹងមានជាមួយសមត្ថភាពកញ្ជ្រោងវាប្រហែលទៅកាន់ចំពោះយ៉ាងស៊ីប៉ុន្តែចំពោះការវិវហាររបស់នាងគាត់គឺគិតយ៉ាងងាយស្រួលតែម្ដងដោយមិនចង់ឲ្យ
ខាតពេលក៏ចាប់ផ្ដើមទៅវិបហាទៅកាន់ចំពោះកញ្ញាកញ្ជ្រោះប៉ុន្តែនេះគឺគ្រាន់តែជាល្បិចរបស់នាងតែប៉ុណ្ណោះឃើញជាមួយនឹងក្រុងឆ្អឹងមកវិបហាគាត់ប៉ុន្តែយ៉ាងស៊ីបានដឹងមុនបាត់ទៅហើយយកនាងគឺមកពាំងហើយក៏បានស្រូបយកជាមួយអំណាចរបស់នាងផងដែរដោយវាស្ថិតនៅក្នុងកម្រិតអេរ៉េងជាពិសេសកម្មខាងនេះវិញអំពីការប្រយុទ្ធរបស់បរិះក្បាលតងោនេះជាមួយនឹងអាប៉ែម្នាក់ទៀតដែលមានជាមួយធម្មពោសារាយសមុទ្រដូចជាសក់របស់វាវិបហាទៅកាន់ចំពោះពួកគេហ្វៃរបស់យើងគឺបើជាអាចចាប់ការទៅកាន់ពួកគេនេះបានសូម្បីតែអ្នកបើកកាប៉ាមួយនេះក៏បានសរសើរទៅកាន់ចំពោះយ៉ាងស៊ីជាមួយនឹងហ្វៃពិតជាអស្ចារ្យសម្រាប់កញ្ញាម្នាក់នេះវិញមិនអាចជួយអ្វីគេបានឡើយហើយពិតជាសែតជាខ្លាំង so respect សែតប៉ុន្តែយើងក៏បានឃើញជាមួយនឹងមេខ្លោងរបស់អាពួកដៃដែលជាចោសសមុទ្រនឹងក៏បានកោះហើយជាមួយនឹងក្រុងឆ្អឹងមួយទៀតដើម្បីបំផ្លាញជាមួយនឹងរបាំងការពាររបស់កាប៉ាសមុទ្រមួយនោះមើលទៅប្រហែលត្រឹមតែ10វិតែប៉ុណ្ណោះគឺពិតជាអាចដោះស្រាយបានបាត់ទៅហើយប៉ុន្តែអាចថាដោះស្រាយដោយរបៀបណាបើយ៉ាងស៊ីរបស់យើងនៅទីនេះចំពោះក្រុងឆ្អឹងមួយហ្នឹងគឺដូចជាគ្មានផលប្រយោជន៍អ្វីសម្រាប់យ៉ាងស៊ីឡើយគិតអំពីការវិបហារបស់វាគឺយ៉ាងស៊ីផុយតែម្ដងគ្រាន់តែគាត់ដាក់ត្រឹមតែមួយជើងតែប៉ុណ្ណោះគឺបានដេកស្បើកបាត់ទៅហើយស្អីគេពិតជាអន់ជាខ្លាំងបានធ្វើឲ្យចំពោះវាគឺកាន់តែខឹងជាងមុនមិនអីទេអញនឹងក៏ហៅជាមួយនឹងអ្វីមួយឲ្យកាន់តែភ័យខ្លាចតែម្ដងចង់ដឹងថាពិតជាអាចទប់ទល់បានឬអត់ដោយវាគឺបានកោះហៅជាមួយនឹងនាគឆ្អឹងព្រោះថានាគឆ្អឹងមួយនេះគឺពិតជាមិនធម្មតាឡើយប៉ុន្តែមើលទៅសម្រាប់យ៉ាងស៊ីរបស់យើងនឹងដូចជាគ្មានការព្រួយបារម្ភអ្វីឡើយនេះក៏ជាគម្រោងផែនការរបស់គាត់ផងដែរដល់ពីការវិបហារបស់នេះនឹងគឺដូចជាមានការកិច្ចស៊ីផុយតែម្ដងជាពិសេសនឹងនាគមួយនឹងក៏បានវិបហាមកកាន់គាត់ផងដែរប៉ុន្តែគាត់ក៏អាចប្រើជាមួយនឹងខែការពារទាន់ហើយសម្រាប់បែម្នាក់នេះដែលជាអ្នកក៏ហៅជាមួយនឹងនាគក្រុងឆ្អឹងនឹងវាពិតជាវាយតម្លៃចំពោះសមត្ថភាពខ្លួនឯងខ្ពស់ពេកហើយនេះគឺគ្រាន់តែជាល្បិចរបស់យ៉ាងស៊ីរបស់យើងតែប៉ុណ្ណោះឥឡូវនេះគឺចូលក្លេបាត់ទៅហើយដោយវាគឺទើបតែដឹងខ្លួនថាបានចាញ់ល្បិចចំពោះយ៉ាងស៊ីរបស់យើងត្រូវបានគាត់វិបហាសម្លាប់ចោលបានបាត់សម្រាប់កូនចៅរបស់វាវិញបន្តពីបានឃើញមេថាងាប់បាត់ហើយក៏បានរត់ចាកចេញពីទីនេះប៉ុន្តែយ៉ាងស៊ីក៏បានឃើញចំពោះបរិមម្នាក់គឺកំពុងតែហែទឹកទៅកន្លែងណាមួយមើលទៅខ្ញុំគួរតែឲ្យខ្លួនរបស់ខ្ញុំទៅពិនិត្យមើលបង្កើតជាមួយនឹងខ្លួនខ្លាចទៅជាបរិមន់គឺទៅតាមដានចំពោះបរិមម្នាក់នឹងដោយចង់ដឹងថាបែម្នាក់នឹងវានឹងទៅទីកន្លែងណាឲ្យប្រកាសការពិតទៅអាប៉ែននឹងវាមកដល់ចំពោះទីកន្លែងលាក់ខ្លួនរបស់គ្នារបស់វាជាពិសេសនឹងវាក៏បានប្រតិកម្មកូនចក្រទៅផងដែរថាមេរបស់ពួកយើងឥឡូវនេះគឺងាប់បាត់ទៅហើយពួកគេក៏ចង់បែងចែកជាមួយនឹងកំណប់ទាំងអស់គ្នាផងដែរជាពិសេសនឹងអាប៉ែស្អីគេក៏បានសម្លាប់ចំពោះមនុស្សម្នាក់ដើម្បីគំរាមទៅកាន់ពួកដៃទាំងអស់នោះដោយសារតែវាមានសមត្ថភាពខ្លាំងជាងគេដូច្នោះហើយវានឹងខ្លាចទៅជាមេពួកដៃនៅទីនេះតែម្ដងព្រោះថានេះក៏ជាគម្រោងផែនការរបស់វាផងដែរហើយវានឹងចែកឲ្យពណ៌ដៃទាំងអស់នោះគឺលេងសប្បាយជាមួយនឹងក្មេងស្រីដែលពួកគេបានចាប់មើលពណ៌ដៃនោះគឺពិតជាមានការស្វ័យចិត្តជាខ្លាំងតែម្ដងតែប៉ុណ្ណេះចំណៃមាត់អញហើយដោយវាគឺចាប់ទៅយកចំពោះក្មេងស្រីម្នាក់គឺដើម្បីទៅចាប់ការប៊ីស៊ីរឹមហឹមប៉ុន្តែបរិះមន់របស់យើងក៏បានសម្លាប់ទៅកាន់ពណ៌ដៃទាំងអស់នោះគឺត្រឹមតែមួយផ្លែតគ្រាន់តែការផ្ទាត់ជាមួយដុំថ្មតែប៉ុណ្ណោះអាចសម្លាប់ពណ៌ដៃនឹងជាជួរតែម្ដងសម្រាប់បរិះម្នាក់ដែលត្រូវបានអាប៉ែនឹងវាយអត់តាន់ងាប់នឹងនិយាយថានៅទីផុតហែងក៏ងាប់តាមអញផងដែរការនិយាយដូច្នោះកាន់តែធ្វើឲ្យវាគឺមានការខឹងជាងមុនតែម្ដងអស់ពិធីហើយក៏បានលិតជង្គង់ស្ទង់អង្វរទៅកាន់ចំពោះបរិះមន់របស់យើងគឺកុំឲ្យសម្លាប់ទៅកាន់គេអីគេសុខចិត្តធ្វើជាកូនចៅឲ្យតែគេបានរស់រានមានជីវិតប៉ុន្តែត្រូវបានគាត់សម្លាប់ចោលបាត់ទៅហើយព្រោះថាអញមិនចង់បានជាមួយនឹងកូនចៅកលិចកលុចដូចជាហែងនោះទេហើយក៏បានស្រូបយកជាមួយនឹងអំណាចរបស់វាផងដែរដែលស្ថិតនៅក្នុងកម្រិត B rank គឺជាគ្រឿងសឹកពីដៃហើយក៏បានតម្លើងជាមួយនឹងសមត្ថភាពរបស់វាខ្លាចជាគ្រឿងសឹកកម្រិតដ៏ទេវភាពហើយគាត់ក៏បានជួយសង្គ្រោះចំពោះក្មេងស្រីទាំងអស់នោះផងដែរដោយឲ្យប្រាក់មួយចំនួនទៅកាន់ពួកគេហើយឲ្យចាចេញពីទីនេះបន្តមកទៀតគាត់ក៏បានគិតផងដែរថាជាមួយនឹងសមត្ថភាពរបស់គាត់បច្ចុប្បន្នគឺនៅតែខ្សោយដូច្នោះគាត់ត្រូវតែបង្កើនជាមួយនឹងសមត្ថភាពរបស់គាត់អាប់ក្រេតជាមួយនឹងសមត្ថភាពគ្រឿងសឹកនឹងឈានដល់កម្រិត A rank ពីដើមវាក៏បានបដូរឈ្មោះផងដែរគឺត្រូវបានហៅថាគ្រឿងសឹកព្រះនិងអារ្យហើយគាត់គឺមានការភ្ញាក់ផ្អើលព្រោះថាគាត់គឺពិតជាមិនអាចបំបីជាមួយអំណាចរបស់កម្រិត A rank ពីដើមនេះនោះទេតើវាអាចជាប់ពាក់ព័ន្ធអ្វីជាមួយនឹងអំណាចនៃផ្លូវចិត្តកម្រិតទី3ឬអត់ដែលគាត់គឺត្រូវតែស្វែងយល់បន្ថែមជាមួយអំណាចមួយនេះប៉ុន្តែជាចម្បងខ្ញុំគួរតែសាកល្បងជាមួយនឹងកម្រិត A rank ពីដើមមួយនេះសិនដែលគឺជាកម្រិត A rank គ្រឿងសឹកព្រះនិងអារ្យបង្កើតជាមួយនឹងក្លូនមួយទៀតត្រូវឲ្យនាមថាគឺជាស្វាស៊ុនអ៊ូប៉ុន្តែយើង
សូមហៅថាសនុកខុងទៅព្រោះថាវាពិតជាដូចមានជាមួយនឹងសមត្ថភាពរាងកាយដ៏រឹងមាំគឺជាគ្រឿងសឹករបស់វាសូម្បីតែការវាយប្រហារក៏អាចយកដំបងទុកបានផងដែរដូចជាដំបងមាសសនុកខុងអញ្ចឹងនិយាយទៅគឺអាចស្រូបយកជាមួយអំណាចការវាយប្រហាររបស់អ្នកដទៃផងដែរបង្កើនជាមួយអំណាចរបស់គាត់ជាពិសេសហ្នឹងគឺជាមួយនឹងការវាយប្រហាររបស់គាត់តែម្ដងគឺពិតជាខ្លាំងតែម្ដងសូម្បីតែបរិមម្នាក់ដែលកំពុងតែដេកហ្នឹងក៏បានភ្ញាក់ផ្អើលអំពីអំណាចមនុស្សផងដែរព្រោះថាវាពិតជាខ្លាំងបានឃើញជាមួយត្រីជាច្រើនគឺត្រូវបានងាប់ពីពេញសមុទ្រតែម្ដងចំពោះល្បឿនរបស់វាវិញក៏មិនអន់ផងដែរហើយក៏មានជាមួយនឹងថ្មីមាសដូចជាថ្មីរបស់សុនខុងគឺថ្មីទឹកហើយគេក៏បានឃើញជាមួយពន្លឺចេញពីសមុទ្រតើខ្ញុំគឺកំពុងតែស្វាងថ្មីឬប្រហែលផឹកស្រាច្រើនពេកហើយកម្មដល់ចំពោះថ្ងៃបន្តវិញនៅពេលដែលពួកគេចាប់បានធ្វើដំណើរហ្នឹងពួកគេគឺឈាំដល់ចំពោះកោះមួយដែលត្រូវបានថាបៃលូព្រោះថាកោះមួយនោះដូចជាពាណិជ្ជកម្មរបស់ហ្វានហៃដែលគឺជាអាប៉ែម្នាក់ឈ្មោះថាលីដល់ពេលហ្នឹងដូចជាសាខារបស់គេផងដែរមិនសូវដឹងច្បាស់ដែរព្រោះកន្លែងហ្នឹងគេបកនិយាយមកគឺអត់សូវច្បាស់ឥឡូវនេះពួកគេក៏បានមកដល់ចំពោះកោះបៃលូផងដែរយើងក៏បានឃើញលោកលីជាមួយនឹងកូនរបស់គាត់ដែលលោកលីគឺបានមករាទះចំពោះលោកឈិនព្រោះថាពួកគេគឺជាមិត្តភក្តិនឹងគ្នាសម្រាប់ចំពោះកញ្ញាម្នាក់នេះដែលជាកូនរបស់លោកលីឈ្មោះថាខៃវៃដូចជាចោរអារម្មណ៍ចំពោះយ៉ាងស៊ីរបស់យើងមិនទេហើយគាត់ក៏បាននិយាយជាមួយនឹងយ៉ាងស៊ីរបស់យើងបន្តិចបន្តួចផងដែរគឺបាននិយាយបង្អាប់ជាមួយនឹងកូនស្រីរបស់គាត់គឺចង់ឲ្យពួកគេទាំងពីរនាក់ហ្នឹងគឺឆាប់ស្គាល់គ្នាហើយបង្កើតជាមួយនឹងទំនាក់ទំនងគឺកាន់តែល្អគឺកាន់តែស៊ីជម្រៅនិយាយដូច្នោះបានធ្វើឲ្យពួកគេទាំងពីរនាក់គឺកាន់តែអៀនតាមម្ដងហើយគាត់ក៏បានរៀបចំជាមួយនឹងពិធីជប់លៀងផងដែរឥឡូវនេះដល់ពេលចំពោះពួកគេចាប់បានធ្វើពិធីជប់លៀងហើយពួកគេក៏បានបង្ខំឲ្យចំពោះយ៉ាងស៊ីរបស់យើងគឺបានផឹកជាមួយនឹងស្រាឲ្យច្រើនផងដែរបន្ទាប់ពីមកដល់ក្នុងបន្ទប់របស់គាត់វិញដែលលើនេះមានអារម្មណ៍ថាពិតជាក្តៅខ្លួនជាខ្លាំងមិនដឹងថាហេតុអ្វីនោះទេគ្រាន់តែផឹកស្រាពី3កំប៉ុងតែប៉ុណ្ណោះស្រាប់តែក៏ឃើញថាកញ្ញាវ័យរបស់យើងនឹងក៏បានមកនិយាយជាមួយនឹងយ៉ាងស៊ីរបស់យើងទាំងដៃនាងគឺមានការអៀនជាខ្លាំងព្រោះថានាងមើលទៅនេះមានរឿងអ្វីមួយចង់និយាយជាមួយនឹងគាត់កៅហាញ់ចំពោះខាងនេះវិញដោយចំពោះលោកលីនិយាយគ្នាជាមួយនឹងអ្នកមីងយីព្រោះថាលោកលីនឹងគឺឲ្យកូនស្រីរបស់គាត់នឹងដូចជាចង់ទៅអាណែអ្នកគ្នាគួរតែដឹងហើយប៉ុន្តែបានធ្វើឲ្យគាត់មានការខឹងជាខ្លាំងមូលហេតុដែលគាត់ធ្វើដូច្នេះក៏ជាបង្កើតជាមួយនឹងទំនាក់ទំនងជាមួយនឹងអង្គការវិនិច្ឆ័យផងដែរព្រោះថាគាត់មិនចង់ឲ្យចំពោះគ្រួសារឈាននឹងគឺកាន់តែខ្លាំងជាងគាត់នោះទេនេះហើយក៏ជាមូលហេតុដែលគាត់ឲ្យកូនស្រីរបស់គាត់ទៅបង្កើតទំនាក់ទំនងជាមួយនឹងយ៉ាងស៊ីប៉ុន្តែជាសំណាងល្អហើយដែលយ៉ាងស៊ីរបស់យើងនឹងគាត់គឺជាសុភាពបរោះហំអីគឺបាត់ទៅហើយគាត់ក៏បានមកងូតទឹកត្រជាក់ព្រោះថារាងកាយរបស់គាត់ឥឡូវនេះពោពេញទៅដោយកម្ដៅតែម្ដងនេះគឺត្រូវថ្នាំរបស់គេប៉ុន្តែក៏បានឃើញជាមួយនឹងកញ្ញាវ័យរបស់យើងផងដែរមើលទៅនាងក៏ពិបាកថានឹងទុកខ្លួនឯងផងដែរដែលនាងក៏ត្រូវថ្នាំមើលទៅឥឡូវនេះយ៉ាងស៊ីគឺបានដឹងហើយថាគេគឺកំពុងតែចង់ធ្វើស៊ីខ្លួនក៏បានវាយនាងឲ្យសន្លប់ហើយចាប់ចងនាងទុកតែម្ដងហើយអញពិតជាសាមមែនតើណាមិនដឹងពីណាគេដែរចង់ធ្វើបាបអញចឹងប្រហែលវាអាចទេថាមនុស្សដែលនៅក្នុងកោះបៃលូមីហើយស្រាប់តែលោកលីក៏បានចេញមកប៉ុន្តែគាត់គឺមានការភ្ញាក់ផ្អើលដោយសារតែយ៉ាងស៊ីរបស់យើងមិនបានធ្វើអ្វីឡើយអ្នកមីងយីក៏បានមកមើលចំពោះកញ្ញាវ័យរបស់យើងសម្រាប់យ៉ាងស៊ីបានដឹងបាត់ទៅហើយក៏ពិតទៅគឺជាពួកគេដែលគឺជាអ្នករៀបចំផែនការមួយនេះកញ្ញាវ័យបន្ទាប់ពីបានងើបអំពីការសម្លាប់នឹងវិញនាងក៏ចាប់ផ្ដើមមានការភ្ញាក់ផ្អើលជាពិសេសនាងក៏ឆ្ងល់ផងដែរហេតុអ្វីបើជាអ្នកមីងយីគឺនៅទីនេះដោយនាងគឺមិនអាចឆ្លើយអ្វីបានឡើយប៉ុន្តែឃើញថាឪពុករបស់នាងគឺមានការខឹងជាខ្លាំងដោយផែនការមិនទទួលបានជោគជ័យនាងក៏បានដឹងពីគម្រោងផែនការនេះផងដែរការពិតទៅឪពុករបស់នាងគឺចង់ឲ្យនាងបង្កើនជាមួយទំនាក់ទំនងជាមួយនឹងយ៉ាងស៊ីឃើញថាមិនប្រើផែនការមួយនេះទេប៉ុន្តែអ្នកបែរជាធ្វើដូច្នេះបានធ្វើឲ្យចំពោះពួកគេទាំងពីរនាក់ហ្នឹងគឺបានជួបប្រកែកជាមួយនឹងគ្នាអ្នកមីងយីក៏បានថាឲ្យចំពោះលោកលីផងដែរចាប់ពីពេលនេះតទៅបើសិនជាអ្នកហ៊ានប៉ះពាល់ចំពោះហ្វៃម្ដងទៀតច្បាស់ណាស់ថាអ្នកប្រកាសជាមានរឿងជាមួយនឹងខ្ញុំដោយគាត់គឺមិនចង់ឲ្យមានរឿងដូចនេះកើតឡើងចំពោះហ្វៃម្ដងទៀតនោះទេលោកលីបានត្រឹមតែដើរចាកចេញពីទីនេះទាំងកំហឹងចំណែកយ៉ាងស៊ីរបស់យើងក៏មិនចង់នៅទីនេះរំខានពួកគេផងដែរដូច្នោះខ្ញុំបានត្រឡប់ទៅកាន់ចំពោះកាប៉ារបស់ខ្ញុំទៅវិញប៉ុន្តែអ្នកមីងយីក៏បានខាត់ឲ្យនៅទីនេះសិនព្រោះថាគាត់ក៏ចង់មានរឿងនិយាយជាមួយនឹងយ៉ាងស៊ីដែលគាត់គឺចង់សុំទោសចំពោះយ៉ាងស៊ីរបស់យើងដែលបង្កចំពោះការលំបាកមកកាន់គាត់ប៉ុន្តែយ៉ាងស៊ីរបស់យើងគឺមិនបានប្រកាន់ចំពោះរឿងនេះនោះទេប៉ុន្តែគាត់គឺមិនភ្លេចនោះទេដែលនិយាយបង្អាប់ពួកគេទាំងពីរនាក់ថាបើយល់ល្អអ្នកកាន់
កាន់តែអាចអភិវឌ្ឍជាមួយនឹងទំនាក់ទំនងរបស់អ្នកទាំងពីរបានវាពិតជាលយតែម្ដងសម្រាប់កញ្ញាវ័យរបស់យើងវិញអៀនជាខ្លាំងដល់ថារត់ចាចេញពីទីនេះបាទទៅហើយប៉ុន្តែនាងក៏ឆ្លៀតរត់មកវិញផងដែរដែលនាងគឺមកអរគុណចំពោះយ៉ាងស៊ីរបស់យើងព្រោះថាបើសិនជាបរិបផ្សេងទៀតពិតជាបានញ៉ាំបាទទៅហើយអាហារដល់មាត់ហើយបើមិនញ៉ាំមិនកើតប៉ុន្តែខ្ញុំមើលទៅនាងដូចជាគូស្លាញ់មែនតើមកឥឡូវនេះដល់ពេលចំពោះយ៉ាងស៊ីរបស់យើងចាចេញអំពីទីនេះហើយប៉ុន្តែមើលទៅលោកលីដូចជាមិនចង់ឲ្យចំពោះយ៉ាងស៊ីរបស់យើងចាចេញពីទីនេះនោះទេតែគាត់ក៏ចង់ឲ្យចំពោះយ៉ាងស៊ីរបស់យើងបង្កើតជាមួយទំនាក់ទំនងជាមួយនឹងកូនស្រីរបស់គាត់គឺកាន់តែល្អតែម្ដងហើយយ៉ាងស៊ីរបស់យើងក៏បាននិយាយជាមួយនឹងគាត់លេងសើចបន្តិចបន្តួចទៅនៅពេលដែលពួកគេរៀបនឹងចាចេញហើយយើងបានឃើញជាមួយអាប៉ែដែលគឺជាអ្នកលេងដើមផ្កាកុលាបក៏បានចេញមកដោយវាមើលទៅនេះដើម្បីស្វែងរកជាមួយនឹងបរិមន់ដោយវាបានចាត់ប្រកាន់ថាមើលទៅគឺមានទំនាក់ទំនងជាមួយនឹងគូដណ្ដឹងរបស់វាលោកឈីក៏បានមកសួរចំពោះយ៉ាងស៊ីតើបរិមន់ធ្លាប់ស្គាល់ជាមួយនឹងអាប៉ែនឹងឬអត់ប៉ុន្តែសម្រាប់យ៉ាងស៊ីរបស់យើងមិនសូវដឹងច្បាស់នោះទេគាត់ក៏បានសួរទៅកាន់ចំពោះអាប៉ែនឹងឲ្យកាន់តែច្បាស់តើអ្នកមានរឿងអ្វីអត់ប្រកាសហេតុអ្វីបែរជាចង់មករកជាមួយនឹងបរិមន់វិញដោយអាប៉ែនឹងគឺបានប្រាប់ថាកុំសួរច្រើនព្រោះថាអាប៉ែបរិមន់នឹងគឺបានលួចតាក់ទងជាមួយនឹងគូដណ្ដឹងរបស់គាត់ដូច្នេះគាត់ក៏មកទៅនេះដើម្បីមកសងសឹកនិយាយទៅគឺមកសម្លាប់វាចោលតែម្ដងសម្រាប់យ៉ាងស៊ីរបស់យើងវិញកំពុងតែឆ្ងល់ចំអញទៅតាក់ទងគូដណ្ដឹងឯងមកពីណាយ៉ាងណាក៏ដោយសារតែវានិយាយប៉ុណ្ណឹងហើយបរិមន់នៅតាមចេញមើលទៀតពិតជាកំសាកមែនតើដូច្នេះវាគឺចង់ចាចេញពីទីនេះការពិតទៅនេះក៏ជាគម្រោងផែនការរបស់វាផងដែរដោយវាគឺមានពីណាម្នាក់គឺបើបញ្ជាមកវាស្រាប់តែលោកលីក៏មានការខឹងចំពោះប៉ែនឹងដែលនិយាយលេលើដូច្នេះកាប់មួយស្មើមកក៏បានទាញដើរកាប់ទៅកាន់ចំពោះប៉ែនឹងតែម្ដងប៉ុន្តែវាដូចជាមិនចង់បង្កចំនួនជាមួយនឹងលោកលីនោះទេប៉ុន្តែលោកលីវិញគឺអញចង់បង្កចំនួនជាមួយឯងវាយ៉ាងម៉េចហើយប៉ះពាល់ចំពោះអង្គការវិនិច្ឆ័យដូចជាប៉ះពាល់ដល់អញអញ្ចឹងសម្រាប់ចំពោះប៉ែនឹងគឺដោយសារតែមានការបញ្ជាពីបរិសុទ្ធចំណាម្នាក់ដែលមកពីមនុស្សភពពណ៌ខៀវឬក៏មនុស្សដែលមានអំណាចនាគខៀវដូច្នេះខ្លួនគឺមិនអាចធ្វើអ្វីបានហើយដោយសារតែត្រូវបានគេបង្ខំលោកលីនឹងគឺត្រូវបានអ្វីមួយគឺចងជើងគាត់ដូចជានាគស្រាប់តែប៉ែនឹងក៏បានមកវាយប្រហារទៅកាន់ចំពោះយ៉ាងស៊ីប៉ុន្តែយ៉ាងស៊ីក៏អាចទប់ទល់បានជាពិសេសក៏បានបញ្ចេញជាមួយនឹងសនុខុងយើងគឺចេញមកបាទទៅហើយសម្រាប់ប៉ែនឹងគឺមានការភ័យខ្លាចជាមួយអំណាចរបស់សនុខុងចំនិយាយឲ្យអញមិននឹកស្មានថាគឺចេញជាមួយនឹងអ្នកខ្លាំងមួយទៀតហើយគឺបានលិចខ្លួនមកដោយវាក៏ខំនិយាយរាតែផងដែរអូមើលទៅបើតាំងខ្ញុំពិនិត្យអ្នកប្រហែលគឺជាមនុស្សដែលមកពីអង្គការវិនិច្ឆ័យមិនដែរឬទេតែគាត់ក៏មិនប្រកែកអ្វីផងដែរមែនហើយប៉ុន្តែយ៉ាងណាក៏ដោយវាគ្រាន់តែចង់រើជាមួយនឹងបរិមន់នោះទេដែលមិនចង់រើជាមួយនឹងបងស្វាទេប៉ុន្តែបើសិនជាហែករើជាមួយនឹងបងមន់នោះមានន័យថាហែក៏ត្រូវតែឆ្លងកាត់ជាមួយនឹងអញសិនដោយពួកគេមិនអាចនិយាយត្រូវគ្នាមិនអីត្រូវបានយ៉ាងស៊ីរបស់យើងដាក់បាច់ជើងខ្ទាតចូលទឹកបាត់ទៅហើយអាប៉ែនឹងក៏ខំនិយាយគម្រាមផងដែរប៉ុន្តែមិនអីស៊ីជាមួយនឹងការវិភាគមួយជើងទៀតខ្ទាតគឺកាន់តែខ្លាំងតែម្ដងអំណាចរបស់សនុខុងមួយនេះគឺពិតជាមិនធម្មតានោះទេមនុស្សដែលកំពុងតែមើលហ្នឹងក៏មានការភ្ញាក់ផ្អើលផងដែរមើលទៅមនុស្សដែលមកពីអង្គការវិនិច្ឆ័យវិញគឺពិតជាអនុទេសសិតតែជាកំពុងមនុស្សខ្លាំងតែម្ដងសំបីតែលោកលីក៏កាន់តែមានការភ្ញាក់ផ្អើលមើលទៅមនុស្សដែលនៅក្នុងអង្គការវិនិច្ឆ័យគឺពិតជាមនុស្សដ៏ខ្លាំងក្លាមិនអាចវិនិច្ឆ័យបានយើងក៏បានឃើញចំពោះនាគខៀវផងដែរគឺជាអ្នកជាប់ចំណាត់ថ្នាក់លេខ25ដោយចំពោះអាប៉ែនឹងហើយគឺជាអ្នកបញ្ជាជាមួយនឹងអ្នកលេងដើមផ្កាកូឡាបើកទីនេះដោយវាគឺចង់ដឹងពីកម្លាំងរបស់មនុស្សនៅក្នុងអង្គការវិនិច្ឆ័យសម្រាប់សុនខុងបានប្រតិកម្មវាថាបើសិនជាអាចបញ្ចេញជាមួយអំណាចដ៏ខ្លាំងក្លាបំផុតឲ្យអញចាប់អារម្មណ៍អញនឹងទុកជីវិតឲ្យបន្តពីលើដូច្នោះហើយវាក៏បានបញ្ចេញជាមួយនឹងអំណាចរបស់វាគឺខ្លាំងតែម្ដងសំបីតែតាចំណាំនេះមានការឆ្ងល់ជាខ្លាំងហើយបញ្ចេញអត់មើលមនុស្សទេវ័យវាក៏បានប្រតិកម្មចំពោះសុនខុងថាឥឡូវនេះអ្នកកិច្ចយ៉ាងណាដែរជាមួយអំណាចរបស់ខ្ញុំស្រាប់តែបរិសុទ្ធចំណាំម្នាក់ដែលគឺជានាគខៀវបញ្ជាអបៈនឹងមកក៏បានមកសម្ដែងគឺថាវាមើលទៅនេះគឺដើម្បីជួយជាមួយនឹងសុនខុងប៉ុន្តែគាត់មើលទៅគឺពិតជាដឹងបាត់ហើយគ្រាន់តែជាការសម្ដែងដោយតាកញ្ចាស់ម្នាក់ហ្នឹងគឺចង់វាយប្រហារសម្លាប់ទៅកាន់ចំពោះបរិសុទ្ធម្នាក់ហ្នឹងជាសំណាងល្អហើយដែលសុនខុងគឺបានមកបំផ្លាញជាមួយនឹងការវាយប្រហារមួយនោះបានធ្វើឲ្យចំពោះអតាកញ្ចាស់ម្នាក់ហ្នឹងគឺមានការឆ្ងល់ជាខ្លាំងសម្រាប់ចំពោះសុនខុងវិញគឺមិនខ្វល់ឡើយនេះគឺចំពោះខ្លួនជាអ្នកចាប់ការមិនអាចសម្រេចទៅលើ
អ្នកនោះទេប៉ុន្តែអត្តាចំណាស់ហ្នឹងគឺបញ្ចេញជាមួយនឹងនាគមួយទៀតកាន់តែធំបរោះដែលកាន់ដាហ្នឹងគឺប្រឹងចង់យកអំពីការពិតព្រោះថាគឺជាតាចំណាស់ម្នាក់ហ្នឹងហើយគឺជាអ្នកដែលចង់បញ្ជាខ្លួនប៉ុន្តែបានឃើញថាគាត់គឺត្រូវអ្វីមួយបានរំពាត់ជាមួយនឹងកគាត់ហើយក៏បានបញ្ជាគាត់គឺឲ្យសម្លាប់ចំពោះខ្លួនឯងតែម្ដងនោះគឺជាការវាយប្រហាររបស់គាត់គឺជាការវាយប្រហារនាគលាក់ខ្លួនសម្រាប់សុនខុងគឺពិតជាបានមើលដឹងបាត់ទៅហើយទោះបីជាអត្តាកញ្ចាស់ម្នាក់ហ្នឹងគឺចង់និយាយកុហកក៏មិនអាចបោកប្រាស់គាត់បានផងដែរដោយសារតែមើលទៅពួកគេទាំងពីរនាក់ហ្នឹងទោះជាចង់និយាយរឹតដំណោះស្រាយជាមួយគ្នាយ៉ាងណាក៏មិនបានដូច្នោះមានតែសាឡបងជាមួយនឹងគ្នាបានឃើញថាជាមួយថ្មីពណ៌មាសគឺពិតជាអាចវាយប្រហារទៅកាន់ចំពោះនាគនេះបានមើលទៅអំណាចរបស់សុនខុងគឺពិតជាមិនធម្មតាដូច្នោះគាត់គឺបានបញ្ចេញជាមួយអំណាចរបស់គាត់កាន់តែខ្លាំងជាមួយនឹងនាគដ៏ធំតែម្ដងសម្រាប់លោកឈៀនគឺកំពុងតែមើលមិនដឹងថាសុនខុងគឺពិតជាអាចយកឈ្នះបានឬអត់នោះទេប៉ុន្តែយ៉ាងស៊ីរបស់យើងប្រតិកម្មចំពោះលោកឈៀនឲ្យជឿជាក់ចំពោះមនុស្សនៅក្នុងអង្គការវិនិច្ឆ័យព្រោះថាពួកគេម្នាក់ៗគឺសុទ្ធតែជាអ្នកខ្លាំងដែលយើងអាចមើលឃើញពីការវិវហាររបស់ពួកគេទាំងពីរនាក់នេះបានអំណាចរបស់សុនខុងគឺពិតជាខ្លាំងតែម្ដងសូម្បីតែបរិះចំណាស់ហ្នឹងក៏មានការសរសើរពីអំណាចរបស់សុនខុងប៉ុន្តែមិនតាន់អស់នោះទេគាត់ក៏បានកោះហៅជាមួយនឹងនាគពិតប្រាកដតែម្ដងដោយការកោះហៅជាមួយនឹងនាគពិតប្រាកដហ្នឹងគឺត្រូវតែបូជាជាមួយនឹងអ្វីមួយសម្រាប់ទៅកាន់ចំពោះនាគមួយហ្នឹងសម្រាប់អត្តាកញ្ចាស់ម្នាក់ហ្នឹងក៏បានដឹងផងដែរបន្ទាប់ពីអ្នកចាប់ការទៅកាន់ចំពោះអាសត្វស្វានេះរួចខ្ញុំពិតជាប្រកល់ជាមួយដង្វាយអមកាននាគដោយការទាដង្វាយមួយនេះវាត្រូវការប្រហែល 20% ប៉ុន្តែ 20% សម្រាប់នាគហ្នឹងគឺពិតជាតិចប៉ុន្តែសម្រាប់អត្តាកញ្ចាស់ហ្នឹងគឺពិតជាច្រើនប៉ុន្តែវាក៏នៅតែយល់ព្រមអានាគហ្នឹងក៏បានទៅនិយាយជាមួយនឹងសុនខុងមើលទៅតាអ្នកគឺចង់ស្លាប់ដោយរបៀបណាសម្រាប់ចំពោះកញ្ញាម្នាក់នេះកំពុងតែមានការភ្ញាក់ផ្អើលព្រោះថានាគនោះគឺពិតជាធំដោយពួកគេមិនដឹងថានឹងអាចយកឈ្នះឬអត់នោះទេប៉ុន្តែហ្វៃនៅតែជឿជាក់ថាបងប្រុសរបស់នាងគឺពិតជាអាចយកឈ្នះបានសម្រាប់សុនខុងរបស់យើងវិញក៏មិនចោលជាមួយនឹងវាផងដែរគឺបានវាយប្រហារជាមួយនឹងនាគមួយនោះគឺមួយដំបងតែម្ដងនាគនោះគឺកាន់តែខឹងក៏បានបើកការវាយប្រហារទៅកាន់ចំពោះគាត់វិញហើយប៉ុន្តែការវាយប្រហារមួយនោះដូចជាត្រូវបានគាត់ទប់ទល់យ៉ាងងាយស្រួលតែម្ដងព្រោះថាការវាយប្រហារប៉ុណ្ណឹងគឺពិតជាកពិជាខ្លាំងទោះបីជានាគនឹងខំវាយប្រហារទៅកាន់គាត់ប្រមាណដងគាត់នៅតែអាចទប់ទល់បានដដែលហើយរឿងក៏បានបញ្ចប់តែនឹងនៅក្នុង Season 1 របស់យើង